បាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានប្រធានបទមួយទាក់ទងនឹងបញ្ហាជំងឺស្បែកគ្របលឹងវែងដែលក្នុងថ្ងៃនេះមានវិជ្ជបណ្ឌិតចំនួន2រូបចូលខ្លួនមកបកស្រាយទាក់ទងនឹងបញ្ហានេះបាទសូមលោកគ្រូជួយណែនាំខ្លួនបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតហេងវុធីវិជ្ជបណ្ឌិតឯកទេសវគ្គការប្រវត្តិទឹកនោមនិងផ្លូវភេទបរិះជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតប៊ុនលីមនរិទ្ធឯកទេសខាងផ្នែកសលយសាស្ត្រប្រព័ន្ធទឹកនោមនិងឯកទេសខាងផ្លូវភេទបាទបងវាយមកខាងប្រធានបទយើងវិញបន្ទាប់ពីលោកគ្រូណែនាំខ្លួនហើយបាទលោកគ្រូអញ្ចឹងខ្ញុំសូមចាប់ផ្ដើមសំណួរហ្មងគ្រូតើអ្វីទៅជាជំងឺស្បែកគ្របលឹងវែងដែរគ្រូអូខេបងមុននឹងយើងនិយាយពីស្បែកគ្របលឹងវែងថាជាជំងឺយើងស្គាល់អ្វីទៅជាស្បែកគ្របលឹងស្បែកគ្របលឹងវែងគឺជាស្បែកគឺជាផ្នត់នៃស្បែកខាងចុងនៃលឹងដែលគ្របទៅលើក្បាលលឹងហើយករណីយើងហៅថាស្បែកគ្របលឹងវែងមានន័យថាស្បែកហ្នឹងគឺវែងខុសពីធម្មតាប៉ុន្តែបើយើងនិយាយឲ្យជាជំងឺចំហ្មងបងគឺស្បែកពិបាកប្រឡាត់មានន័យថាស្បែកខាងចុងហ្នឹងគឺមានសភាពក្រិនដែលអត់អាចឲ្យអ្នកជំងឺធ្វើការប្រឡាត់ស្បែកហ្នឹងដើម្បីលាងសម្អាតអីបានណាផុតនៅក្បាលលឹងរបស់គាត់បានអាហ្នឹងយើងឲ្យនិយមន័យថាជាជំងឺស្បែកគ្របលឹងវែងអូខេជំងឺស្បែកគ្របលឹងវែងអញ្ចឹងមានន័យថាគ្រប់បរិះទូទៅមែនទេបើអ្នកដែលគាត់មានជំងឺជាទូទៅគាត់អាចប្រឡាត់លាងអីបានធម្មតាមានថាក្បាលលឹងរបស់គាត់មានអនាម័យមានអីដោយសារតែស្បែកហ្នឹងវាអត់ក្របជាប់តែបើក្នុងករណីដែលបរិះមួយចំនួនដែលគាត់មានជំងឺស្បែកគ្របលឹងវែងឬក៏លឹងតឹងហ្នឹងគឺយើងទាញអាស្បែកដែលក្របក្បាលលឹងអត់មកទេវានៅតែត្រឹមចុងហ្នឹងហ្មងវាអាចមានន័យថាអ្នកជំងឺខ្លះគាត់អាចស្បែករបស់គាត់អាចប្រឡាត់មកត្រឹមកមានន័យថាត្រឹមពាក់កណ្ដាលក្បាលលឹងតែបើយមន័យយើងត្រូវមកគឺគាត់អាចប្រឡាត់បានណាករណីស្បែកធម្មតាតែបើស្បែកតឹងមានថាគាត់អាចប្រឡាត់បានបន្តិចឬក៏ខាងនោះចុងទូចមែនតើឬក៏ពេលខ្លះគឺស្ទើរតែអត់មកហ្មងព្រោះដោយសារករណីខ្លះវារលាកទៀតដល់ពេលរលាកទៅវាឡើងវាអាចស្អិតជាប់ជាមួយនឹងក្បាលលឹងនឹងជាមួយស្បែកហ្នឹងសឹងតែសាច់តែមកអីហ្មងមានករណីខ្លះអាហ្នឹងគេហៅថាជាជំងឺស្បែកគ្របលឹងវែងបាទគ្រូអញ្ចឹងមួយទៀតឆ្ងល់ថាតើអាជំងឺហ្នឹងកើតឡើងលើវ័យណាខ្លះដែរគ្រូចំពោះបញ្ហាជំងឺស្បែកគ្របលឹងវែងហ្នឹងអាចកើតឡើងចំពោះបរិះគ្រប់វ័យបើយើងគិតតាំងពីកុមារទៅតកើតរហូតដល់បរិះវ័យចំណាស់អូខេមានន័យថាកុមារដែលគាត់កើតមកស្បែកខាងចុងរបស់គាត់ហ្នឹងមានសភាពទូចហើយតឹងនៅកន្លែងខាងចុងហ្នឹងតែករណីហ្នឹងបើខំ6ឆ្នាំទេនឹងយើងគិតថាវាជាលក្ខណៈធម្មជាតិហើយគាត់អាចធ្វើការប្រឡាត់ឬក៏អីបាននៅពេលបន្តទៀតតាមការវិវត្តរបស់លឹងរបស់គាត់មានតកតជាមួយទៅនឹងការឡើងរឹងនៃលឹងឬក៏តកតជាមួយនឹងស្បែកហ្នឹងវាអាចអាឡុងតិចម្ដងពេលដែលគាត់ធំទៅវាអាចរលុងតិចម្ដងអញ្ចឹងមានន័យថាសរុបមកជាទូទៅដល់ពេលដែលក្មេងក្រោមអាយុ6ឆ្នាំយើងមិនទាន់តម្រូវការមានចាំបាច់ក្នុងការព្យាបាលទេព្រោះអីវាអាចវិវត្តមកប្រឡាត់បានតែក្នុងករណីដែលក្មេងក្រោម6ឆ្នាំដែលវារំខានឧទាហរណ៍សំខាន់មិនទី1នោះមកអាសាប៉ោងនៅខាងចុងអាសារលាកនៅក្នុងនឹងអ្នកក្មេងអាសាតែក្តៅខ្លួនដឹងខ្លួនចេះគាត់បាត់តូចអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអ្នកដែលគាត់មើលក្មេងហ្នឹងគាត់អាចសង្កេតបានហើយអាចសង្កេតបានថាក្មេងអ្នកនឹងមានការប្រែប្រួលក្នុងការបាត់ជើងតូចមិនអញ្ចឹងនៅក្នុងករណីដែលគាត់មានផលវិបាកក៏តាក់ទងជាមួយនឹងរោគសញ្ញាដែលយើងបាននិយាយគ្នាមិញហ្នឹងអាហ្នឹងក៏គួរតែនាំគាត់ទៅជួបវិជ្ជាបណ្ឌិតដែរដើម្បីធ្វើការព្យាបាលមែនទេបាទហើយតែក្នុងករណីបើសិនជាអ្នកមើលថែឬក៏ណាព្យាបាលពុកម្ដាយហ្នឹងគាត់អាចធ្វើការប្រឡាត់ស្បែកនឹងបានដែរក្នុងករណីអាយុប៉ុណ្ណឹងគាត់អាចធ្វើការប្រឡាត់ទីម្ដងអូខេអាចប្រឡាត់មានថាយើងប្រឡាត់ប៉ុន្តែយើងអត់ទាញតាំងកំផកទេទាញតាំងកំផកទេហ្នឹងអញ្ចឹងដើម្បីឲ្យអាចប្រឡាត់ពេលគាត់មុជទឹកឬក៏អាចពេលគាត់បត់ជប់តូចអីយើងអាចធ្វើការប្រឡាត់អាហ្នឹងបានពួកកុមារអញ្ចឹងឧទាហរណ៍ដូចគ្រូជាតិអញ្ចឹងគាត់មានកូនប្រុសដែរអញ្ចឹងខ្ញុំឃើញកូនគាត់ដូចជាអាយុប៉ុន្មានឆ្នាំហើយបងកូនមួយថ្ងៃ3ឆ្នាំមានដែរសង្កេតមើលថាគាត់មានអីប្រែប្រួលទេមើលអញ្ចឹងថ្ងៃបើមានប្រឡាត់ជាថ្ងៃដែរអញ្ចឹងមានថាហ្នឹងយើងមិនអាចប្រឡាត់កំហុសទេមែនទេទោះជាវងជាគ្រូពេទ្យក៏ដោយក៏មិនមែនទៅដល់ចាប់ប្រឡាត់គាត់ឲ្យម្ដងហ្នឹងឲ្យវាបានសម្រេចដល់គោលដល់ផុតកលៈដែរមានន័យថាយើងត្រូវបន្តិចម្ដងប៉ុន្តែបើយើងធ្វើហើយមើលទៅវាអត់មានវិវត្តទេក្បាលលឹងនៅកន្លែងដដែលវាស្អិតដដែលវារួមទូចដដែល
អាហ្នឹងក៏ត្រូវតែនាំគាត់មកជួបគ្រូពេទ្យដែរដើម្បីរកដំណោះស្រាយហ្នឹងហើយ ហ្នឹងហើយអញ្ចឹងមួយទៀតគ្រូតើអាស្បែកគ្របលឹងវែងហ្នឹងដោយលោកគ្រូមានប្រសាសន៍ខាងលើអញ្ចឹងពេលខ្លះក៏ប្រឡត់បានអាខ្លះក៏ប្រឡត់មិនបានតើពេលណាដែលយើងគិតថាអាស្បែកគ្របលឹងវែងហ្នឹងជាជំងឺ អូខេក្នុងករណីហ្នឹងបើយើងនិយាយថាជាជំងឺមានន័យថា ដូចយើងបកស្រាយខាងលើ ខាងលើចាំថាស្បែកអ្នកខ្លះគាត់វែង ណែ វែងប៉ុន្តែគាត់ប្រឡត់បានគាត់ប្រឡត់ក៏អាចលាងសម្អាតបានឬក៏អីបានប៉ុន្តែអ្នកខ្លះទៀតដែលយើងជាជំងឺហ្នឹងគឺមានថាស្បែកខាងចុងហ្នឹង ប្រឡត់មិនបានតែម្ដង មានថារង្វង់ស្បែកខាងចុងហ្នឹងគឺមានសភាពក្រិនហើយ អូខេ តឹងអញ្ចឹងអ្នកជំងឺគាត់អត់អាចទាញអាស្បែកហ្នឹងប្រឡត់មកបានទេហើយហ្នឹងយើងហៅថាជាជំងឺស្បែកគ្របលឹងតឹងឬក៏យើងហៅថាជាជំងឺ ហើយ ហ្នឹងបង ឡើងហ្នឹងដែរ គេចៅតិចហៅថា phimosis ឡើងហ្នឹងដែរដូចលោកគ្រូវិធីគាត់បានរៀបរាប់ខាងលើអញ្ចឹងវាមានការសំខាន់មែនទែនចំពោះបរិសុទ្ធដែលគួរតែមើលឲ្យបានច្បាស់ទៅលើបញ្ហាសុខភាពប្រដាប់ភេទរបស់ខ្លួនឯងអូយជាករណីមួយដែលយើងគួរដែលពួកគាត់ហ្នឹងអាចធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងមែនទេមែនព្រោះអីជារឿងអត់កំបាំងមានអ្នកជំងឺខ្លះទៀតហ្នឹងដែលបងធ្លាប់ជួបហ្នឹងមិនមែនគាត់អ្នកធ្វើរោគវិនិច្ឆ័យទេប្រពន្ធគាត់ឲ្យនាំមកកាត់វិញភាសាគាត់ប្រពន្ធគាត់អ្នកយល់ដឹងខាងផ្នែកហ្នឹងច្រើនដល់ពេលអញ្ចឹងគាត់ឃើញប្តីគាត់អត់ប្រឡត់ឬក៏អត់ទាញអត់មកអញ្ចឹងគាត់ដឹងថាប្តីគាត់មានជំងឺស្បែកគ្របដឹងហ្នឹងវិញអញ្ចឹងគាត់ក៏នាំប្តីគាត់មកអញ្ចឹងបងប្អូនបរិសុទ្ធទាំងអស់សូមកុំមានការខ្មាស់អៀនអាហ្នឹងយើងអាចធ្វើរោគវិនិច្ឆ័យខ្លួនឯងទេជាពិសេសនៅពេលដែលឡើងរឹងហ្មងជាទូទៅអ្នកជំងឺដែលគាត់អត់មានជំងឺហ្នឹងពេលដែលគាត់ឡើងរឹងគឺស្បែកគាត់គឺឡើងរឹងគឺអាចប្រឡត់មកអូតូម៉ាទិកមកភាគច្រើនដែលស្បែកគាត់ជាធម្មតាតែបើយើងសង្កេតថាពេលដែលយើងឡើងរឹងហើយស្រាប់តែស្បែកហ្នឹងឲ្យវាប្រមប្រឡត់មកដល់អាកលឹងទេហើយទាញផងទាញទៀតមកទៀតហ្នឹងហើយដែលយើងអាចចាត់ទុកថាគាត់នឹងជាជំងឺស្បែកគ្របលឹងវែង អូខេយល់ទៅចុះមួយទៀតគ្រូតើបើសិនជាករណីហ្នឹងគ្រូតើអាស្បែកគ្របលឹងវែងហ្នឹងគ្រូថាប្រឡត់អត់បានទេតែបើសិនជាប្រឡត់បានហើយវាអត់ទៅវិញអាហ្នឹងវាមិនដែរ អូខេអាហ្នឹងជាយើងហៅថាជាជំងឺមួយទៀតដែលហៅជំងឺតាក់កលឹងឬក៏គៀបកលឹង អូខេ គៀបចៃតិចហៅថា paraphimosis ហ្នឹងមានន័យថាអ្នកជំងឺហ្នឹងគាត់មានស្បែកខាងចុងគាត់តឹងហើយប៉ុន្តែពេលខ្លះគាត់អាចរោគភេទឬគាត់អាចចាប់ប្រាច់កម្មខ្លួនឯងឬក៏គាត់ធ្វើការបត់ជើងតូចគាត់ទាញខ្លាំងអីខ្លះវាផុតក្បាលឡើងក្បាលឡើងវាតាក់ជាប់នឹងកហ្នឹងហើមហ្នឹងគឺអត់អាចធ្វើឲ្យគាត់ពលាទាញស្បែកហ្នឹងប្រឡត់ទៅបាំងក្បាលឡើងវិញបានទេ ហ្នឹងហើយ ហើយករណីហ្នឹងគឺជាករណីបន្ទាន់មានន័យថាករណីគៀបករណីគៀបហ្នឹងគឺកាលណាហើមវាអាចគៀបទៅលើកលឹងធ្វើឲ្យឈាមទៅចំក្បាលលឹងអត់សូវល្អ បានគ្រប់គ្រាន់អញ្ចឹងអាហ្នឹងត្រូវការព្យាបាលបន្ទាន់ ជាទូទៅអាហ្នឹងមិនមែនទេចាំមើលយើងធ្វើ podcast មួយបើលើកក្រោយអាចនឹងតាក់ទងជំងឺបន្ទាន់របស់ប្រដាប់ភេទប៉ុន្តែក៏ចង់បញ្ជាក់ថានៅពេលដែលមានបញ្ហាហ្នឹងលើកទឹកចិត្តឲ្យបងប្អូនបរិសុទ្ធយើងហ្នឹងអញ្ជើញមកមន្ទីរពេទ្យដែលក្បែរលោកអ្នកបំផុតនឹងឲ្យបានមុន4ម៉ោងរឹតតែល្អបាទ ព្រោះករណីខ្លះគាត់អាចហើមខ្លាំងក្បាលឡើងពេលខ្លះយើងមកដកឃើញខ្មៅឬស្វាយបងពេលខ្លះអាចទុកយូរពេកអីចឹងណា អាហ្នឹងហានិភ័យ ហើយអ្វីដែលយើងឃើញជាក់ស្ដែងយើងមិនមែនឃើញសុកអត់មកទេពីច្រើនកើតជំងឺហ្នឹងវាកើតក្រោយតែអ្នកដែលគាត់ទំចេះសម្ដេចកាមឬក៏អ្នកដែលគាត់ទំតកាហើយធ្វើថ្មីលើកឬក៏រូបភេទលើដំបងហ្នឹងឯង ហ្នឹងគេហៅស៊ីន ស៊ីន អស់ស៊ីន អូខេ មួយទៀតគ្រូអាស្បែកគ្របលឹងវែងហ្នឹងអាប្រឡត់បានហើយនឹងអាប្រឡត់មិនបានហ្នឹងតើយើងជា recommend គ្រូតើពេលណាបានត្រូវព្យាបាលដែរគ្រូ អូខេតើតើជាមួយដល់បញ្ហាស្បែកគ្របលឹងឲ្យប្រឡត់បានប្រឡត់អត់បានហ្នឹងយើងព្យាបាលទៅតាមករណីនីមួយៗមិនថាឧទាហរណ៍កុមារគាត់មានស្បែកគ្របលឹងវែងដូចយើងបញ្យល់ចឹងថាករណីមុន6ឆ្នាំគាត់អត់មានរោគសញ្ញាអត់មានអីទេយើងអាចធ្វើការប្រឡត់ឬក៏អីតាមជាក់ស្ដែងទៅហ្នឹងហើយ តែបើគាត់ក៏មានរោគសញ្ញាឬក៏អីអាហ្នឹងត្រូវធ្វើការព្យាបាលហើយ អូខេ ហើយករណីបន្តមកទៀតគាត់អាចលើស6ឆ្នាំអាហ្នឹងក៏ត្រូវជួបគ្រូពេទ្យដែរត្រូវព្យាបាលដូចគ្នាដែរហើយចំពោះបរិសុទ្ធពេញវ័យវិញគាត់ថាបរិសុទ្ធពេញវ័យយើងព្យាបាលក្នុងករណីស្បែកគ្របលឹងវែងដែលគាត់ឧទាហរណ៍គាត់ប្រឡត់បានតែប្រឡត់បានតែគាត់ទីមួយងាយណាស់លាកក្បាលលឹងលាកផ្លូវប្រព័ន្ធផ្លូវទឹកនោមហើយក្បាលលឹងរបស់គាត់ហ្នឹងមានន័យថាអាចមានជា
មានថា scare sensitive ឬ sensitive ថាយកថាមានរំញោចខ្លាំង រំលួយខ្លាំងអូ មាន ខេ ថាអាចតកតជាមួយនឹងការ ឆាប់ដល់ជាមួយកំពូល ដល់ចំណុចកំពូល អូខេ អាហ្នឹងក៏អាចធ្វើការព្យាបាលឬក៏អីដែរប៉ុន្តែមួយទៀតក្នុងករណីស្បែកគ្រប់លឹងវែងអត់ប្រឡត់មកអាហ្នឹងចំពោះបរោះពេញវ័យអាហ្នឹងគួរតែធ្វើការវះកាត់ អូខេ គួរការព្យាបាលព្រោះជាទូទៅហានិភ័យនៃជំងឺហ្នឹងវាមានច្រើន យ៉ាតាមពិតអ្វីតិចទៀតយើងនឹងនិយាយពីផលបាក់វាប៉ុន្តែកន្លែងនេះក្នុងកន្លែងនេះខ្ញុំចង់រៀងរំលឹកដល់បងប្អូនប្រជាជនចឹងថាយើងមានភាពខ្វះអៀនច្រើនមែនតើចំពោះបញ្ហាហ្នឹងជាពិសេសបរិបទខ្មែរយើងរៀងអៀនដែរតែតងជាមួយរឿងប្រដាប់ភេទរឿងអីហ្នឹងអញ្ចឹងអាហ្នឹងអ្វីដែលប្រឈមបំផុតដែលយើងគួរឲ្យមានការបារម្ភហ្នឹងគឺមិនមែនជំងឺឆាប់ចេញទៅកាមទេអាហ្នឹងជាបន្ទាប់បន្សំទេប៉ុន្តែអ្វីដែលយើងខ្លាចគឺមហារីកនៅលើក្បាលហ្នឹងអាហ្នឹងគឺសំខាន់មែនតើហើយវាក៏ជាគេហៅកត្តាប្រឈមមួយដែលខ្ពស់ដែរក្នុងចំណោមកត្តាប្រឈមផ្សេងទៀតនៃជំងឺមហារីកក្បាលហ្នឹងបាទ ហើយនេះសរុបមកដូចជាបានន័យថាស្បែកដែលប្រឡត់អត់ចេញហ្នឹងវាប្រឈមនឹងមហារីកភាគច្រើនឬក៏មិនដែរគ្រូ តកតជាមួយទៅនឹងអ្នកជំងឺដែលមានបញ្ហាស្បែកគ្រប់ឡើងវែងអត់ប្រឡត់ហានិភ័យដែលគាត់អាចកើតមានដូចបងរត់គាត់បានបញ្យល់អញ្ចឹងតកតរឿងមហារីកក្បាលលឹងឬក៏មហារីកលឹង អូខេ ហើយជាទូទៅមហារីកហ្នឹងវាអាចកើតឡើងលើបរិបទធម្មតា11ទៅ16ដងតាមការសិក្សារបស់គេគេឃើញថា ប្រៀបធៀប អ្នកដែលមានស្បែកគ្រប់លឹងធម្មតាអាចប្រឡត់បានឌីងអាចបានគឺអ្នកដែលមានជំងឺស្បែកគ្រប់លឹងប្រឡត់បានណាគឺគាត់មានហានិភ័យ11ទៅ16ដងឲ្យកើតជាជំងឺមហារីកលឹង ហ្នឹងហើយដូចយើងឧទាហរណ៍សួរស្ដាប់វីឡូអ្នកជំងឺគាត់អត់សូវយល់ឧទាហរណ៍លោកគ្រូជាតិគាត់មានជំងឺស្បែកគ្រប់លឹងវែងអញ្ចឹងហើយ ហើយដល់វ័យប៉ុណ្ណឹងហើយគាត់អត់ជាបានឧទាហរណ៍អញ្ចឹងហើយខ្ញុំអត់ទេអញ្ចឹងបើថាយកលោកគ្រូជាតិមកប្រៀបធៀបមួយខ្ញុំអត់សូវប្រឈមទេតែលោកគ្រូជាតិប្រឈមជាងខ្ញុំរហូតដល់11ទៅ16ដងបែរលោកគ្រូធីគាត់ចង់មានន័យថាអញ្ចឹង បាទហើយកន្លែងហ្នឹងប្រឈមហ្នឹងមានន័យថាគាត់ពេលខ្លះវ័យប៉ុណ្ណឹងអត់មានថាអត់តាន់នេះទេ អត់តាន់ដល់ អ្វីដែលយើងជួបនៅការធ្វើការជាក់ស្ដែងមានថាបរិះដែលគាត់មានអាយុ50 60ឬក៏40អីទៅយើងទៅជួបគាត់មកអញ្ជើញមកគាត់ មករឿងមហារីកបាទ ក្បាលឡើងហើយដល់ពេលសួរគាត់ទៅគាត់ថាស្បែករបស់គាត់ប្រឡត់អត់បានទេ គាត់គិតថាខ្លួនគាត់ស៊ីនតាំងពីដើមអត់ទេដូចវីដេអូមុនខ្ញុំបានផុសនៅក្នុងเพจរបស់ខ្ញុំអញ្ចឹងដែលខ្ញុំជួបផ្ទាល់ហ្មងអ្នកជំងឺហ្នឹងគាត់ពុះមិនពុះម៉ាយគាត់កន្លោះហ្មងកន្លោះគាត់អាចរួមភេទទៀតហើយគាត់អត់ដឹងថាស្បែកគ្រប់លឹងជាជំងឺគាត់ថាជាស៊ីនរបស់គាត់ជាស៊ីនរបស់គាត់អញ្ចឹងដល់ពេលគាត់ទុករហូតដល់គាត់ដំបូងឃើញដុំមួយទូចទេប៉ុន្តែគាត់អត់សូវចាប់អារម្មណ៍ ដល់ពេលដោះឡើងដូចផ្កាខាត់ណាហើយបានគាត់អញ្ជើញមកអានេះវាជាករណីមួយដែលបងប្អូនបារោះគួរតែប្រយ័ត្នដែរក្នុងករណីនេះអាចមិនមែនតំណាក់ខាទី1ទី2បើសិនវាដោះដូចស្ពេកខាត់ណាវាដល់កងកដោអ្នកខ្លះទុករៀលដល់ដល់សេរីរាង្គផ្សេងក្នុងខ្លួនទៀតដែលគេហៅថាមហារិទ្ធនការចុងក្រោយហ្នឹងគឺយើងអស់ផ្លូវក្នុងការព្យាបាលហ្នឹងបាទគ្រូអញ្ចឹងមួយទៀតដូចគ្រូមានប្រសាសន៍អញ្ចឹងបើសិនជាករណីដែលប្រឡត់អត់បានហើយដូចគ្រូមានប្រសាសន៍ថាត្រូវវះកាត់តើអត្ថប្រយោជន៍នៃការវះកាត់ឬក៏មិនវះកាត់ហ្នឹងវាមានផលប្រយោជន៍និងផលវិបាកអីខ្លះដែរគ្រូអាហ្នឹងយើងដឹងថាការវះកាត់គឺដើម្បីព្យាបាលដើម្បីជៀសវាងពីផលវិបាកផ្សេងៗមែនទេអញ្ចឹងយើងដឹងថានៅពេលដែលស្បែកមិនប្រឡត់លោកគ្រូវិធីគាត់លើកឡើងពីខាងលើអញ្ចឹងស្បែកប្រឡត់មានថាយើងអាចប្រឡត់ស្បែកហ្នឹងមកខាងក្រោយបានអញ្ចឹងអ្វីដែលយើងជួបបញ្ហាដំបូងបំផុតហ្នឹងគឺតកតងមកអនាម័យហ្មងពីមុខយើងហ្នឹងបើសិនតែយើងងើបឡើងយើងរាល់ថ្ងៃអត់ដែរលុបមុខយូរឡើងក្អែលក្រាស់យូរទៅវាអត់លាកមុខអត់លាកអីអានោះដូចគ្នាដូចគ្នាអញ្ចឹងហើយក្បាលលឹងខ្ញុំនិយាយតាមត្រង់ហ្នឹងគឺយើងត្រូវថែមុខយើងអញ្ចឹងព្រោះជាកន្លែងជាចំណុចសំខាន់ដែរវាជាសុភណភាពដែរហ្នឹងទី2តកតងជាមួយនឹងការរលាកវាបង្កមានការរលាកទៅលើស្បែកលឹងខ្លួនវាផ្ទាល់បង្ករលាកទៅលើក្បាលលឹងពេលខ្លះរៀនដាលទៅដល់ការរលាកនៅប្រព័ន្ធផ្លូវទឹកនោមទីហ្នឹងហើយទី2នៅពេលដែលអ្នកជំងឺគាត់មានស្បែកគ្រប់លឹងវែងហ្នឹងភាគច្រើនគាត់ភ្ជាប់ជាមួយនឹងហ្វ្រាំងខ្លីហើយភាគច្រើនហ្មងជាប់ជាមួយហ្វ្រាំងខ្លីអញ្ចឹងនៅពេលដែលតាមការសិក្សារបស់គេគឺនៅពេលដែលអ្នកជំងឺគាត់មាន2រឿងនឹងចូលគ្នាឬក៏មានមួយរឿងក្នុងចំណោម2រឿងហ្នឹងអ្នកជំងឺអាចនឹងប្រឈមទៅនឹងជំងឺឆាប់ដល់ជំងឺកំពូលហ្នឹងជាងអ្នកដែលគេមានស្បែកគ្រប់នឹងធម្មតាបើគេគិតទៅចំពោះកត្តាប្រឈមវាអាចដល់43%ដែរក្នុងតាម guideline ផ្សេងៗទាំងពិភពលោកហ្នឹងហើយអ្វីដែលយើងឃើញជាក់ស្ដែងហ្នឹងបើគេប្រៀបធៀបជាមួយនឹងអ្នកដែលគេស្បែកគ្រប់ធម្មតាហើយអ្នកដែលមានស្បែកគ្រប់ឡើងវែង
ដល់ពេលដែលរួមភេទជាមួយដៃគូដែលមានមេរោគបើប្រៀបធៀបទៅបរិសុទ្ធទាំងពីរហ្នឹងគេថាអ្នកដែលមានស្បែកគ្រប់ឡើងវែងហ្នឹងងាយប្រឈមនឹងការឆ្លងរោគហ្នឹងជាងបរិសុទ្ធដែលគេមានស្បែកធំដែរហើយនឹងមួយទៀតហ្នឹងគឺដូចខ្ញុំជំរាបបបខាងលើហ្នឹងតកតងជាមួយនឹងជំងឺមហារីកក្បាលលឹងហ្នឹងឯងណាអូខេ អូខេខ្លីហ្នឹងខ្ញុំសូមបញ្ចូលបន្តិចតកតងរឿងហ្វ្រាំងខ្លីតែដោយសារយើងបានលើកឡើងពីមុនមកហ្វ្រាំងខ្លីហ្នឹងគឺជាផ្នត់ដែលតភ្ជាប់ស្បែកហ្នឹងទៅផ្នែកខាងក្រោមនៃក្បាលលឹង អូខេ ហើយករណីហ្វ្រាំងខ្លីហ្នឹងវាមានទៅតាមមានថាទៅតាម degree ទៅតាមមុំមក ខ្លះហ្នឹងហើយចំណាត់ថ្នាក់របស់វាដែរ វាអាចកោងខ្លាំងកោងតិចទៅតាមអ្វីដែលគ្រូពេទ្យពិនិត្យឬក៏អ្នកជំងឺគាត់ពិនិត្យខ្លួនឯងបានគាត់អាចទាញស្បែកហ្នឹងអស់ទៅគាត់ឃើញក្បាលលំគាត់កាច់ប៉ុណ្ណាឬប៉ុណ្ណាយើងដឹងថាហ្វ្រាំងគាត់ខ្លីឬក៏វែងឬក៏ធម្មតាហើយមួយទៀតក្នុងករណីអ្នកជំងឺដែលស្បែកគ្រប់លឹងអត់ប្រឡាត់អាហ្នឹងវាថាគាត់អាចប្រឡាត់បានទេចឹងគាត់អត់ដឹងទេ អត់ដឹងថាហ្វ្រាំងគាត់ហ្នឹងវា ធម្មតាឬក៏ ហ្វ្រាំងហ្នឹងយើងមើលអាដាតនេះដូចអា បាទដូចដាតអញ្ចឹង ពាក្យវាគឺដូចគ្នាទេពាក្យវា Fredolum ដូចគ្នាគ្រាន់តែអាមួយ Fredolum នៅដាតអាមួយ Fredolum នៅ លឹងរបស់យើង លឹងរបស់យើងអញ្ចឹងណាអញ្ចឹងអាហ្នឹងបរិសុទ្ធគួរតែបើសិនអ្នកតងជាមួយនឹងវិបត្តិផ្លូវភេទអានេះក៏វាជាចំណុចសំខាន់មួយដែរយើងគួរយល់ដឹងដែរហើយអ្នកខ្លះគាត់ខ្លីពេកយើងជួបដែររហូតដល់គាត់ចេញជា penetration តាក់ទងជាមួយនឹងអាលឹងគាត់កោងមកក្រោមហ្មងយូរឆ្នាំពេកដែលគាត់អត់អញ្ជើញមកព្យាបាលហ្នឹងហើយមួយទៀតអ្វីដែលយើងឃើញមួយទៀតបរោះអាចគាត់បត់ជើងតូចបាក់បត់ជើងតូចគាត់បត់ជើងតូចអត់ចេញមកដោយសារមូលហេតុស្បែកគ្រប់លឹងវែងហើយស្បែកគ្រប់លឹងហ្នឹងវាត្បៀតខាងចុងពេលខ្លះរួមទូចខ្លាំងមែនទេអ្នកជំងឺខ្លះមកជួបយើងស្ទះនោមហ្មងហ្នឹងហើយដោយសារហ្នឹងលោកវិធីហ្នឹងហើយតាក់ទងជាមួយនឹងខាងអាត្បៀតចុងបង្ហូរទឹកនោមអាហ្នឹងវា3ហ្នឹងវាច្រើនវាមកជាមួយគ្នាវាច្រើនបើក្នុងករណីដែលវារលាកហើយវាត្បៀតចិត្តគឺវាមកជាមួយគ្នាហ្មងហើយជាករណីមួយដែលមានការលំបាកក្នុងការដោះស្រាយដែរបើយើងទុកដល់ក្នុងទុករហូតដល់មានផលវិបាកមួយហ្នឹងគឺពិបាកក្នុងការដោះស្រាយហ្នឹងហើយគ្រូចុះអាស្បែកហ្វ្រាំងខ្លីហ្នឹងអាហ្នឹងមិនដែរគ្រូដំណោះស្រាយវាមិនដែរគ្រូតើតើជាមួយបញ្ហាស្បែកគ្រប់លឹងវែងហើយជាមួយហ្វ្រាំងខ្លីអាហ្នឹងអ្នកក៏អាចមកទាំងពីរហ្នឹងហើយអញ្ចឹងយើងអាចធ្វើការកែតម្រូវហ្វ្រាំងហ្នឹងក្នុងពេលដែលធ្វើការវះកាត់ស្បែកគ្រប់លឹងវែងហ្នឹងដូចគ្នាអានេះយើងនិយាយជាបបពិសោធន៍វិញយើងអានេះខ្ញុំចែកជាបបពិសោធន៍វិញណាមែនទេវាក្រុមពួកយើងផ្ទាល់ហ្មងព្រោះយើងជាក្រុមពួកពេទ្យតែមួយតាក់ទងជាមួយនឹងបើសិនជាក្នុងករណីដែលអ្នកជំងឺដែលគាត់វះកាត់ស្បែកចុងហើយបានមកកែហ្វ្រាំងតាមក្រោយខ្ញុំគិតថាមានការលំបាកក្នុងការកែតម្រូវដោយសារយើងវាបាក់លៃអាហ្វ្រាំងណាព្រោះហ្វ្រាំងមិនមែនឃើញតាក់បន្តិចហ្នឹងហើយយើងយកកណ្ដេលច្រឹបទេអត់ទេគេមានក្បួនវះកាត់គេត្រឹមត្រូវដើម្បីយកហ្វ្រាំងនឹងអស់ទៅ release ហ្វ្រាំងនឹងអស់ទៅដើម្បីឲ្យវាក្បាលរបស់លឹងរបស់យើងវាស្រឡះល្អអញ្ចឹងបើធ្វើ2ក្នុងពេលតែមួយតែម្ដងអ្នកជំងឺគាត់យើងគ្រូពេទ្យហ្នឹងងាយស្រួលក្នុងការកែតម្រូវហើយអ្នកជំងឺក៏អាចទទួលបានសុខភាពល្អជាងនៅពេលដែលយើងវះកាត់ហើយបានយកមកកែតម្រូវហ្វ្រាំងតាមក្រោយអានេះសរុបមកគឺបើសិនជាយើងដោយលោកគ្រូមានប្រសាសន៍បានន័យថាយើងកាត់ស្បែកចុងហើយយើងសេរីហ្វ្រាំងនឹងឲ្យសមគ្នាហ្មងឯងយ៉ាទៅហើយតាមថ្ងៃអូខេហ្នឹងហើយគ្រូអូយខ្ញុំចង់ផ្ដាំកន្លែងហ្នឹងដែរលើកតិចទៅដោយសារអ្នកជំងឺដែលមកកាត់រឿងហ្វ្រាំងហ្នឹងគាត់ឆាតយើងសួរយើង100នាក់តាំង100នាក់ហើយសួរព័ត៌មានថាលោកគ្រូពាក់ព័ន្ធមួយការវះកាត់អាហ្វ្រាំងខ្លីណាពិតជាព្យាបាលអាជំងឺឆាប់ចេញទៅកម្ម 100% មែនដែរព្រោះគាត់លឺការផ្សព្វផ្សាយច្រើនមែនទេហើយនិយាយកាត់ទៅព្យាបាលដឹងតែបាន15នាទី5នាទីអីហើយរឿងអស់ហ្នឹងមិនដែរអាហ្នឹងយើងបើយើងឆ្លើយទៅគឺអត់ទេដូចបងលើកឡើងទាំងលើអញ្ចឹងមានថាអ្នកជំងឺនិយាយគេការសិក្សាឃើញថាអ្នកជំងឺដែលមានបញ្ហាឆាប់ចេញទៅកម្មគេឃើញមាន 43% ទេដែលមានហ្វ្រាំងខ្លីឬក៏ស្បែកគ្រប់លឹងវែងអញ្ចឹងក្រៅពីហ្នឹងគេអាចមានមូលហេតុផ្សេងទៀតអាចមានច្រើនហើយយើងអាចភាសាឬក៏អីនៅថ្ងៃក្រោយទៀតបានទៅបញ្ហា topic លើហ្នឹងបាទមានករណីមួយដែលខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនបរិសុទ្ធយើងដែលមានវិបត្តិនៃការដល់ជំងឺកំពូលឬក៏គេហៅជំងឺឆាប់ចេញទៅកម្មហ្នឹងផ្ដាំផ្ញើថាម៉េចមានន័យថានៅពេលដែលគាត់មានបញ្ហាហ្នឹងជាទូទៅមិនមែនដោយសារតែហ្វ្រាំងខ្លីឬក៏ស្បែកគ្រប់លឹងតែមួយមុខទេគឺមានមូលហេតុផ្សេងទៀតដែលគួរតែរកមូលហេតុនឹងឲ្យឃើញនិងធ្វើការព្យាបាលបានត្រឹមត្រូវអូខេបាទគ្រូអរគុណបើ
mình đứng dừng vậy đó bị bành hà vẹt cắt á không ngon tiệt này ngon còn mà cho nói tiệt vẹt cắt nhóm khơi miền là cái cắt đay hay là cắt sinh ấy nó vì mình đá của khóc ni mình đá api nè hay thằng phải giao nâng pha lủng ba ấy vì mình đá nâng ca cắt đay hay mà sinh ấy nó buông miền chừng ngư miền ấy chỉ chán để còn xua còn ngon là bành hà này sinh mình nơ bây giờ còn về nhé thì cái chân máu chuột của thằng cái cắt che mà sinh che chư cắt đay chư rồi cổ mình mới là cụ chuột bọ sai phong phụ mình những sum nối những việc đó là cái lấy để vẹt cắt trong trong cái chuyện là cái lấy năng bà dương môn giấy đo cao vẹt cắt giấy cứ trong đấy nó cứ tẹt to mùi tên nó cao chia bá bánh hát bài khẩu lần với cái bài khẩu lần tầng đấy biết không mình khục cao chia ba từ lừa bánh hát nó cứ vừa cao vẹt cắt từng ở hay cái anh miền tẹt to cao chia ba để phở thắm tại phía trước như phở vô cũng mà bây giờ bạch trang tông cho mùi năm bạch trang cà liệtហើយយើងប្រឡត់ទៅមានន័យថាកុមារហ្នឹងគាត់ឡើងមកគាត់នៅឌីកលាស់ឬក៏អីទៀតអញ្ចឹងអាស្បែកហ្នឹងអាចធូរឬក៏អីហើយក្នុងកំឡុងពេលតាមដានតទៀតអាចវិវត្តទៅធម្មតាវិញហើយចំពោះបរោះដែលមានស្បែកកលឹងវែងអាចថាវ័យកដាអីទៅស្បែកហ្នឹងវាចាប់ដើមឡើងក្រិនហើយអញ្ចឹងយើងប្រើថ្នាំហ្នឹងពេលខ្លះវាអត់សូវមានប្រសិទ្ធភាពទេហើយយើងបកទៅលើការព្យាបាលដោយការវះកាត់វិញការព្យាបាលដោយការវះកាត់គេមានការវះកាត់ដោយ stapler អាហ្នឹងគេអនុវត្តយូរហើយប៉ុន្តែកាត់ម៉ាស៊ីនហ្នឹង stapler ហ្នឹងឯងកាត់ម៉ាស៊ីនហ្នឹងហើយនឹងការវះកាត់ដោយបុរាណមានថាការវះកាត់ដោយដៃដោយបច្ចេកទេសគ្រូពេទ្យណាមានថាការវះកាត់យើងនិយាយថាបុរាណព្រោះគេវះកាត់ពីមុនហ្នឹងគឺប្រើបច្ចេកទេសនឹងរហូតហ្នឹងហើយទៅបីឥឡូវក៏គេនៅតែបន្តប្រើបច្ចេកទេសទៀតមានថាមិនមែន stapler អត់កាត់ដៃទេទោះបីយើងធ្លាប់មើលទៅដល់កៅសក់ឬក៏អីក៏គេនៅតែអនុវត្តការវះកាត់ដោយដៃនឹងដែរហើយយើងនិយាយតាក់ទងជាមួយនឹងការប្រៀបធៀបការវះកាត់ដោយដៃនិងការវះកាត់ដោយម៉ាស៊ីនហ្នឹងបើយើងនិយាយការវះកាត់ដោយដៃទី1អាចអ្នកជំងឺគ្រូពេទ្យត្រូវការពេលវេលាយូរហើយពេលខ្លះអាច30ទៅ45នាទីហ្នឹងហើយទៅគាត់ត្រូវដេត្រូវកាត់ហើយបន្តមកទី2ការហូរឈាមហ្នឹងវាអាចច្រើនជាងការហូរឈាមអាចខ្ទង់ប្រហែលជាមិនច្រើនប៉ុន្មានប្រហែលខ្ទង់យើងបន្តិចពេលខ្លះតិចជាងយើងបូមឈាមយកទៅពិនិត្យផងហ្នឹងហើយទី3តកតងជាមួយទៅនឹងបច្ចេកទេសរបស់គ្រូពេទ្យហ្នឹងហើយបច្ចេកទេសគ្រូពេទ្យពេលខ្លះតកតងជាមួយទៅនឹងការវះកាត់ហ្នឹងវាអាចមានស្បែកខ្លះពិបាកអញ្ចឹងការវះកាត់ដោយដៃយើងអាចធ្វើការកែតម្រូវឬក៏ពេលខ្លះយើងជួបngườiខ្លះគាត់ស្អិតជាមួយអាស្បែកហ្នឹងហើយបកឲ្យចង់1ម៉ោងពេលខ្លះគាត់នេះដល់ពេលហ្នឹងយើងវះកាត់ដោយម៉ាស៊ីនយើងអត់អាចយកនេះដើម្បីនេះករណីហ្នឹង 100% ទៅម៉ាស៊ីនអត់រួចទេបើក្នុងករណីដែលវាលាកវាស្អិតហើយអាហ្នឹងគឺយើងដឹងតែដៃ 100% ទោះអ្នកជំងឺគាត់មិនចង់ធ្វើក៏គាត់ទៅដៃដែរអញ្ចឹងសរុបមកវិញលោកគ្រូវិធីគាត់និយាយហ្នឹងការវះកាត់ដោយដៃដោយម៉ាស៊ីននេះវាមិនទាន់ជាការព្យាបាលដូចគ្នាជាមធ្យោបាយក្នុងការវះកាត់ដូចគ្នាប៉ុន្តែទៅលើពឹងផ្អែកទៅលើគ្រូពេទ្យម្នាក់អញ្ចឹងណាហើយគ្រូពេទ្យទាំងអស់ហ្នឹងទាំងអស់គ្នាហ្នឹងមិនមែនថាខ្ញុំវះកាត់ដៃស្អាតជាងគេលើលោកអីមិនមែនទេឬក៏ខ្ញុំកាត់ម៉ាស៊ីនហ្នឹងជំនាញជាងគេខ្ញុំមានម៉ាស៊ីនហ្នឹងល្អជាងគេអត់មានទេអញ្ចឹងមានម៉ាស៊ីនគេកាត់មកគឺគេបង្កើតមកគឺតម្រូវគ្រប់គ្រូពេទ្យទាំងអស់អញ្ចឹងណាហើយការបច្ចេកទេសដៃក៏ដូចគ្នាដែរមានគ្រូពេទ្យខ្លះគាត់កាត់ស្អាតមានគ្រូពេទ្យខ្លះគាត់កាត់ស្អាតទៅតាមម្នាក់យល់ទេយើងមិនអាចវាតម្លៃថាខ្ញុំធ្លាប់កាត់មួយគ្រូពេទ្យនេះវះទៅមានផ្លែមានអីអត់ស្អាតទេខ្ញុំចង់កាត់ម៉ាស៊ីនវិញអញ្ចឹងអ្នកជំងឺពេលខ្លះគាត់អាចយកច្រឡំថាគ្រប់គ្នាទាំងអស់អញ្ចឹងហើយពេលខ្លះអាការកាត់ឲ្យឡើងផ្លែហ្នឹងបើកាត់ឲ្យខ្លះទៀតមិនមែនមកពីគ្រូពេទ្យគាត់កាត់ទៀតចង្កាត់អ្នកជំងឺគាត់ផ្ទាល់ហ្នឹងឯងដូចលោកគ្រូជិះគាត់លៀងរបួសគាត់ដឹងហើយតែយូរខ្លះពេលខ្លះគាត់ដឹងឯងខំបញ្យល់ថាកុំឲ្យទៅទឹកកុំឲ្យនោមមកទឹកតែយកស្ដែងពេលមកជួបវិញឡើងល្អៀតអញ្ចឹងវារឿងឡើងផ្លែរឿងមិនស្អាតសុខភាពហ្នឹងគឺវាអាចពាក់ព័ន្ធមួយកត្តាអ្នកជំងឺនិងកត្តាបច្ចេកទេសរបស់គ្រូពេទ្យអញ្ចឹងណាដូចហ្នឹងយើងនិយាយដូចកែសម្ផស្សទឹកដៃគ្រូពេទ្យឬក៏អីចឹងណាទៅតាមអ្នកទៅតាមគ្រូពេទ្យឬក៏អ្នកជំនាញនីមួយៗអញ្ចឹងខុសគ្នាដូចឥឡូវដូចករណីខ្លះយើងឥឡូវដូចជាក់ស្ដែងយើងពួកយើងនេះស្ទើរតែអាចវះកាត់ទាំងម៉ាស៊ីនទាំងដៃបានហើយប៉ុន្តែបើសួរការប្រៀបធៀបជាទូទៅបើជាបាបសាស្ត្រខ្ញុំផ្ទាល់ខ្ញុំអត់សូវជឿឬក៏បញ្ចូលណែនាំឲ្យអ្នកជំងឺប្រើម៉ាស៊ីនទេដូចជាផ្ទាល់ខ្លួនរបស់ខ្ញុំហ្នឹងណាហេតុអីខ្ញុំតែខ្ញុំបញ្ចូលណែនាំអ្នកជំងឺឲ្យវះកាត់ដោយដៃ
មូលហេតុការវាកាត់ដៃអ្នកជំងឺខ្លះគាត់អត់ស្រឡាញ់ក្បាលតងើទេទេអញ្ចឹងជំងឺខ្លះគាត់ចង់ឲ្យស្បែកនេះមកគ្របពីលើក្បាលលឹងពាក់កណ្ដាលអញ្ចឹងយើងអាចកែតម្រូវរឿងអស់ហ្នឹងបានទី2ការវាកាត់ពួកខ្ញុំរើសឬក៏ខ្ញុំផ្ទាល់ខ្ញុំរើសចេះដែលទូចខ្លាំងធ្វើការវាកាត់ដើម្បីអីបន្ថយស្លាកស្នាមអ្នកជំងឺតែសួរថាអាចជៀសផុត 100% នៅតែជៀសអត់ផុត 100% ហ្នឹងដោយសារអីករណីដូចយើងនិយាយថាគ្រូពេទ្យ 60% អ្នកជំងឺ 40% អញ្ចឹងបើគ្រូពេទ្យវះកាត់ស្អាតហើយអ្នកជំងឺអត់ថែរបួសហ្នឹងវានៅតែមានបញ្ហាហ្នឹងឯងអញ្ចឹងមិនថាតែដៃទេតែម៉ាស៊ីនក៏ដូចគ្នាដែរបើអ្នកជំងឺអត់ចេះថែរបួសមិនសូវអាចផ្លែគាត់មើលយើងវះដៃទៀតព្រោះអីមិនមែនអ្នកជំងឺច្រឡំទៀតតែដងវិញគ្រូខ្ញុំឃើញគេកាត់ម៉ាស៊ីនមានដេផងអត់ដេប៉ុន្តែក្នុងម៉ាស៊ីនមានគ្រាប់កឹបអាគ្រាប់កឹបដែកអញ្ចឹងពេលវាហើយគឺអាត់កឹបគ្រាប់កឹបហ្នឹងឯងដែលជាថ្នេររបស់ម៉ាស៊ីនហ្នឹងឯងអញ្ចឹងអូខេ អញ្ចឹងបើកន្លែងហ្នឹងយើងសរុបមកវិញករណីគុណប្រយោជន៍នៃការវះកាត់ដោយដៃនិងម៉ាស៊ីនយើងនិយាយពីដៃមុនគឺអាចធ្វើការសេរីស្បែកហ្នឹងគ្រប់កលៈទេសៈមានថាយើងចង់បានគ្រប់ក្បាលឡើងក៏បានចង់បានពាក់កណ្ដាលឬក៏តងោក៏បានដែរ អូខេ តែបើម៉ាស៊ីនគឺជាទូទៅអត់អាចសេរីបានវាអាចសេរីបានប៉ុន្តែក្នុងករណីហ្នឹងអាចសល់តែផ្នែកមានថាផ្នែកយើងហៅថា ខាងក្នុង អាហ្នឹងបើជាភាសាខ្មែរវាពិបាកនិយាយថាម៉េច និយាយសេរីលើស្ទើក្រោមសេរីក្រោមស្ទើលើនិយាយស្ដាប់អាស្បែកនៅក្រោមក្បាលលើហ្នឹងវាអាស្បែកដែរវារៀងខ្ចី ណាខ្ចីអាហ្នឹងវាម៉ាស៊ីនវាអត់អាចសេរីអាហ្នឹងបានទេអញ្ចឹងបើនេះគឺអាខាងក្រៅអស់ខាងក្នុងក៏អស់ដូចគ្នាដែរ អូខេបើស្តង់ដារនៃការវះកាត់ស្បែកចុងបើនិយាយតាមបច្ចេកទេសតាំងពីដើមមកហ្មងមានន័យថាការទុកអាស្បែកខ្ចីហ្នឹងពីចន្លោះកលឹងកលាក់កលឹងយើងហ្នឹងគឺគេទុកចន្លោះតែ5ទៅ10មីលីម៉ែត្រទេតែល្អបំផុតណាបាទហើយស្បែកខាងក្រៅយើងចង់សេរីទុកមិនក៏បានដែរអីទេទៅតាមអ្វីដែលអ្នកជំងឺក៏ស្រឡាញ់ឬក៏ទៅតាមបច្ចេកទេសគ្រូពេទ្យមួយហើយទៅតាមប្រទេសមួយដែរឧទាហរណ៍គាត់ស្រឡាញ់បែបអឺរ៉ុបទៅយើងកាត់របៀបអឺរ៉ុបឲ្យគាត់ទៅងោស្អាតហ្នឹងទៅស្រឡាញ់បែបអាស៊ីយើងមានក្របមានស្បែកមកក្របខ្លះយើងក៏អាចតម្រូវទៅតាមជាក់ស្ដែងដែរហើយចំណុចមួយសំខាន់ទៀតគឺតកតងជាមួយទៅនឹងការវះកាត់ដោយដៃអ្វីដែលសំខាន់គឺយើងសេរីហ្វ្រាំងក្នុងពេលតែមួយបានហ្នឹងហើយករណីកម៉ាស៊ីនអ្នកខ្លះសេរីហ្វ្រាំងមុនហើយកឹបក្រោយតែកន្លែងហ្នឹងអាចត្រូវដេឬក៏ត្រូវអីទៀតបានវាចេញមកស្អាតហ្នឹងហើយតែបើករណីយើងវះកាត់ដោយដៃមកយើងធ្វើការសេរីហ្វ្រាំងផងយើងធ្វើការកាត់ផងហើយយើងដេចូលគ្នាទៅគឺកន្លែងហ្នឹងស្អាតទៀតគឺកំឡុងពេលហ្នឹងវាចំណេញជាងហើយវាស្អាតជាងហ្នឹងហើយហើយបើខ្ញុំនិយាយសុខភាពខ្ញុំគិតថាមិនខុសគ្នាពីហ្នឹងបើមិនជាយើងវះកាត់ឲ្យយើងស្ទុកដាក់នឹងបច្ចេកទេសត្រឹមត្រូវហើយខ្ញុំតែលើកទឹកចិត្តដដែលហ្នឹងតាក់ទងជាមួយមធ្យោបាយទាំងពីរហ្នឹងទោះអ្នកជំងឺគាត់ស្រឡាញ់មធ្យោបាយមួយណាក៏ដោយមិនថាទៅថាយើងឧទាហរណ៍យើងគ្រូពេទ្យម្នាក់ណាដែលយើងគិតថាទុកចិត្តអត់បានទេមន្ទីរពេទ្យសាធារណៈយើងមានច្រើនយើងអាចទៅហ្នឹងក៏ជួបគ្រូពេទ្យឯកទេសដែរអញ្ចឹងនៅតែលើកទឹកចិត្តថាសូមទៅជួបគ្រូពេទ្យឯកទេសដើម្បីប្រឹក្សាយោបល់ឲ្យបានត្រឹមត្រូវដើម្បីជៀសវាងពីផលវិបាកផ្សេងៗនិងគ្រោះថ្នាក់ផ្សេងៗយើងដឹងទេថាការវះកាត់វាមិនមែនសុវត្ថិភាព 100% មែនទេទោះជាការវះកាត់មួយនឹងជាការវះកាត់តូចក៏ដោយជាទូទៅករណីគ្រប់ការវះកាត់ទាំងអស់សិតតែអាចមានប្រឈមនឹងផលវិបាកមានថាអត់មានថាវះកាត់ 100% គឺវាថាអត់អី 100% ទីមួយអាចតាក់ទងជាមួយទៅនឹងការប្រើថ្នាំស្ពឹកហ្នឹងហើយថ្នាំស្ពឹករបស់យើងមាន3ប្រភេទទៀតហ្នឹងហើយអាចចាក់នៅកន្លែងវះកាត់ហ្នឹងហើយធ្វើការស្ពឹកមកកណាត់ខ្លួនឬក៏ឲ្យគេងអ្នកយឺគេងហ្មងអានោះពេលច្រើនគេងយើងប្រើសម្រាប់កូនក្មេងអញ្ចឹងណាពេលច្រើនហើយចំពោះឲ្យស្ពឹកមកកណាត់ខ្លួនករណីដែលស្បែកគ្រប់ឡើងវែងដែលស្អិតខ្លាំងជាប់ជាមួយមកអានោះត្រូវការពេលវះកាត់យូរអីអានឹងអាចធ្វើការចាក់ស្ពឹកមកកណាត់ខ្លួននិងការវះកាត់ទូទៅវះកាត់ឲ្យយើងប្រើនៅលឹងផ្ទាស់ចាហើយហានិភ័យនៃការវះកាត់គឺថ្នាំតើតថ្នាំស្ពឹកហ្នឹងគឺក៏ជាហានិភ័យមួយដែរចាអញ្ចឹងអានឹងត្រូវការពិនិត្យចៃបានត្រឹមត្រូវព្រោះអ្នកជំងឺខ្លះអាចអាឡែកស៊ីឬក៏អីវាអាចគ្រោះថ្នាក់ក្នុងពេលវះកាត់ហ្នឹងដែរព្រោះយើងដឹងថាយើងចាក់ថ្នាំយើងចាក់ថ្នាំស្ពឹកអានេះហ្នឹងវាមិនយើងចាក់ត្រូវហើយក្នុងករណីថ្នាំហ្នឹងវាតុកសិកទៅលើសរីរាង្គសំខាន់ក្នុងខ្លួនយើងក្នុងករណីខ្លះយើងចាក់ទៅប៉ះចូលសរសៃឈាមអីទៅវាអាចគ្រោះថ្នាក់ដល់អ្នកជំងឺដែរប៉ុន្តែដូចខ្ញុំនិយាយហ្នឹងថា
អញ្ចឹងបានពេលដែលខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាទៅជួបគ្រូពេទ្យឯកទេសបានត្រឹមត្រូវហ្នឹងដោយសារអីដោយសារតែការវះកាត់ជាមួយគ្រូពេទ្យឯកទេសខ្ញុំជឿជាក់ថាពួកគាត់នឹងមានក្រុមសវេត្រឹមត្រូវមានកន្លែងមានគ្រូពេទ្យឯកទេសគ្រោះបន្ទាន់ឬក៏គ្រូពេទ្យឯកទេសស្ដំហ្នឹងដែលគាត់នៅចិត្តយើងនៅពេលដែលអ្នកជំងឺមានហានិភ័យអីឬក៏មានផលវិបាកអីគាត់នៅចិត្តហ្នឹងគាត់អាចជួយអ្នកជំងឺបានដូចនេះករណីខ្លះអ្នកជំងឺខ្លះគាត់ដំបូងគាត់អីទេដល់ពេលចូលវគ្គគាត់ភ័យសម្ពាធឈាមឡើង8 10អីក្នុងករណីហ្នឹងបើយើងអត់មានគ្រូពេទ្យស្ដំទេអាចនឹងពិបាកក្នុងការយល់នឹងវះកាត់ហ្នឹងហើយទី2តើតើជាមួយនឹងការហូរឈាមមានថាការហូរឈាមអ្នកជំងឺខ្លះគាត់មានវិបត្តិវិបត្តិកំណត់ឈាមអញ្ចឹងគ្រប់ការវះកាត់ទាំងអស់យើងត្រូវធ្វើការផ្នែកឈាមដើម្បីត្រឹមត្រូវថាគាត់មានវិបត្តិនឹងអត់ផ្លាកែតគាត់មិនដែរធម្មតាឬក៏តើជាមួយនឹងកំណត់ឈាមហ្នឹងមានបញ្ហាអីអត់មានជំងឺប្រចាំកាយទេពីមុនមកហើយអញ្ចឹងអានឹងត្រូវតែសំខាន់ព្រោះអាហ្នឹងជាផលវិបាកមួយដែរក្រោយវះកាត់ឬកំឡុងពេលវះកាត់អ្នកជំងឺណាពេលវះកាត់អាចហូរឈាមខ្លាំងឬក៏អីចឹងទៅទី2តើតើអ្នកជំងឺខ្លះគាត់អាចក្រោយវះកាត់ហើយអាចមានការហូរឈាមបន្តទៀតអញ្ចឹងអ្វីដែលអាចជួបច្រើនហើយទី3តើតើជាមួយទៅនឹងការលាកឬក៏ការឆ្លងរោគមានថាតើតើជាមួយទៅនឹងអនាម័យកន្លែងវះកាត់តើតើជាមួយទៅនឹងសម្ភារៈវះកាត់តើតើជាមួយទៅនឹងការថែរក្សារបួសរបស់អ្នកជំងឺការលាងសម្អាតអាហ្នឹងសុទ្ធតែជាផលវិបាកនៃជំងឺទាំងអស់ហ្នឹងហើយវានៃការព្យាបាលហ្នឹងការវះកាត់គឺសុទ្ធតែមានផលវិបាកប៉ុន្តែផលវិបាកហ្នឹងយើងអាចដោះស្រាយវាទៅតាមអ្វីដែលយើងជួបផ្ទាល់ជាមួយអ្នកជំងឺព្រោះអ្នកជំងឺខ្លះគាត់ជួបមួយគ្រូពេទ្យអញ្ចឹងអាចដោះស្រាយបន្តមកទៀតឧទាហរណ៍គាត់មានរបួសខ្វះជាត្រូវការលាងរបួសយូរឬក៏គាត់អាចត្រូវការប្រើប្រាស់ថ្នាំផ្សះឬក៏បន្តទៀតដែលក្រោយពីវះកាត់ហ្នឹងយើងហ្នឹងហើយជាពិសេសគឺអ្នកជំងឺដែលគាត់មានបញ្ហាទឹកនោមផ្អែមណាគឺសំខាន់ហ្មងដូចឥឡូវបើនិយាយដល់ទឹកនោមផ្អែមខ្ញុំរំលឹកទៀតតទៅមួយបញ្ហាហ្នឹងយើងដឹងហើយថាស្បែកក្របលឹងហ្នឹងវាជាកត្តាប្រឈមមួយដែលធ្វើឲ្យអ្នកជំងឺកើតមហារីកច្បាស់ឡើងបាទតែក៏ត្រូវដឹងដែរថាអ្នកជំងឺដែលមានទឹកនោមផ្អែមអ្នកជំងឺដែលមាន HPV ក៏ជាកត្តាមួយដែលធ្វើឲ្យមានមហារីកច្បាស់ឡើងដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវពីក្មេងមកគាត់អត់មានទឹកនោមផ្អែមទេអញ្ចឹងគាត់មានតែជំងឺស្បែកក្របលឹងវែងនឹងមួយទេអញ្ចឹងគាត់ប្រឈមមួយហើយស្រាប់តែចៃដន្យចាស់ទៅស្រាប់តែគាត់អត់ដឹងខ្លួនគាត់មានទឹកនោមផ្អែមមួយទៀតអញ្ចឹងគាត់បង្កើនការប្រឈមជាងនឹងទៀតដែរមែនទេអញ្ចឹងបាននៅតែនិយាយទៅទៅតែថានៅលើកចិត្តឲ្យបងប្អូនពិនិត្យបច្ច័យមែនតើថាបងប្អូនហ្នឹងមានបញ្ហាហ្នឹងអត់បាទព្រោះសំខាន់ណាហ្នឹងហើយដូចជាអស់សំណួរឯងគ្រូមានយើងលោកគ្រូមានអីបន្ថែមពីលើនឹងទេព្រោះជាអស់សំណួរហើយបាទគ្រូសម្រាប់ខ្ញុំចំពោះការភាសារបស់យើងថ្ងៃហ្នឹងវាគាត់ថាយើងដូចជាមានការបញ្ចូលរួមច្រើនទៅលើបញ្ហាធានបទហ្នឹងហើយខ្ញុំលើកទឹកចិត្តឲ្យបរោះឬក៏លោកពូលោកអ៊ំដែលមានបញ្ហាស្បែកគ្រប់ឡើងវែងហ្នឹងអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវជៀសវាងការធ្វើការរកសេវាកម្មណាមួយដែលមិនមែនជាគ្រូពេទ្យមិនជាការវះកាត់ដោយពេទ្យសាស្ត្រអញ្ចឹងណាអញ្ចឹងវាអាចប្រឈមមុខឬក៏ហានិភ័យហ្នឹងហើយដោយលោកគ្រូធីបានផ្ដាំផ្ញើខ្ញុំក៏ចង់ផ្ដាំផ្ញើមួយទៀតដែរខ្ញុំទឹកចិត្តរបស់គ្រូពេទ្យម្នាក់គឺដូចគ្រូធីអញ្ចឹងគឺមានដូចគ្រូធីអញ្ចឹងមានថាចង់ឲ្យបងប្អូនយើងទទួលការព្យាបាលមួយដែលត្រឹមត្រូវអញ្ចឹងដូចករណីខ្លះបើយើងមិនជួបគ្រូពេទ្យឯកទេសឬក៏គ្រូពេទ្យដែលត្រឹមត្រូវទេមានថាទៅដល់កន្លែងដែលគាត់អត់សូវចេះទេអ្នកខ្លះគាត់កាត់ឧទាហរណ៍គាត់ប្រើ stapler ហ្នឹងគាត់កាត់ខុសទំហំគាត់ទំហំវាធ្វើឲ្យកន្លែងដែលគាត់ហ្នឹងវាហើមអញ្ចឹងវាដូចជា phenomenon មួយដូចជា paraphimosis អញ្ចឹងអញ្ចឹងអាហ្នឹងក៏ជាអាហ្នឹងក៏ជាករណីមួយដែលគ្រោះថ្នាក់សម្រាប់អ្នកដែលកាត់ស្បែកចុងដែលប្រើប្រាស់ stapler ដែលគាត់រើសទំហំអត់បានត្រឹមត្រូវដែរអញ្ចឹងសំខាន់មែនតើបាទអូខេខ្ញុំគិតថាដូចជាយើងអ្វីត្រូវភាសាគ្នាបន្តទៀតហើយប៉ុន្តែក្នុងករណីដែលបងប្អូនមានចម្ងល់ឬក៏មានអ្វីចង់សាកសួរបន្ថែមធ្វើការ comment នៅក្នុងវីដេអូដែលយើងធ្វើការបង្ហោះហ្នឹងហើយចេះខ្ញុំចង់រំលឹកបងប្អូនតិចថាដោយសារតែបងប្អូននេះគាត់ស្គាល់តែគ្រូពេទ្យឯកទេសវះកាត់ស្បែកចុងនិយាយស្ដាប់ហ្មងអញ្ចឹងខ្ញុំចង់ក្តោបរួមបន្តិចថាសូមចង់រំលឹកឡើងនឹងបន្តិចថាអ្វីទៅជាគ្រូពេទ្យឯកទេសវះកាត់តម្រង់នោមនិងប្រព័ន្ធផ្លូវភេទនិយាយទៅខ្ញុំចង់រំលឹកថាតើតោងជាមួយនឹងឯកទេសនេះគឺវាក្តោបរួម
តកតងជាមួយនឹងប្រព័ន្ធផ្លូវទឹកនោមនិងប្រព័ន្ធអវយវៈបន្តពូជ បងបរោះ យ៉ាបងបរោះអញ្ចឹងមានថាពួកខ្ញុំព្យាបាលអីខ្លះទី1តកតងជាមួយអវយវៈបងបរោះទាំងអស់មិនថាពងស្វាមិនថាប្រដាប់ភេទបរោះមិនថាពហុនោមផ្នែកខាងក្រោមមិនថាស្បែកគ្រប់ឡើងវែងមិនថាគ្រោះក្នុងតម្រងនោមកពេញប្រូស្តាតមហារីកប្រព័ន្ធផ្លូវទឹកនោមការលេចនោមដែលមិនដឹងខ្លួនវិបត្តិនៃការបាត់ជើងតូចអាហ្នឹងសិតតែជាស្ថិតនៅក្នុងឯកទេសរបស់ពួកខ្ញុំហើយក្នុងឯកទេសហ្នឹងគឺមានឯកទេសទូទៀតក្នុងនឹងច្រើនតែពួកខ្ញុំនឹងរៀបរាប់នៅវីដេអូក្រោយដើម្បីលម្អិតជាងហ្នឹងទៀតតែសំណួរសួរខ្ញុំថាលោកគ្រូជាគ្រូពេទ្យឯកទេសកាត់ស្បែកចុងមែនទេពីទូទៅខ្ញុំមិនមែនជាបាលឯកទេសតែប៉ុណ្្នឹងទេអានេះគ្រាន់តែជាផ្នែកមួយដែលខ្ញុំចង់ចែកចម្លែកការកាត់ស្បែកចុងស្ថិតនៅក្រោមគ្រូពេទ្យឯកទេសខាងវគ្គកាត់តម្រង់នោមនិងផ្លូវពេទ្យប៉ុន្តែគ្រូពេទ្យឯកទេសផ្សេងទៀតក៏គាត់អាចធ្វើការវគ្គកាត់បានដែរអញ្ចឹងបាទអូខេ ជាចុងក្រោយមានតែលើកទឹកចិត្តឲ្យបងប្អូន ជាប្រវត្តិយើង ជាប្រវត្តិរបស់យើងទាំងអស់គ្នាដែលមានបញ្ហារត់ទៅរកខាងគ្រូពេទ្យឯកទេសនៃដែលតាក់ទងទៅនឹងជំងឺរបស់យើងបាទហ្នឹងហើយដើម្បីទទួលបានសុខភាពល្អហ្នឹងហើយដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវមួយអញ្ចឹងណាហ្នឹងហើយអូខេអរគុណលោកគ្រូជាដែលបានសួរសំណួរយ៉ាងក្បោះក្បាយហ្នឹងហើយអរគុណតែយើងសូមបញ្ចប់ការភាសាយ៉ាងហ្នឹងហ្នឹងហើយខ្ញុំថាអាចជួបគ្នានៅពេលក្រោយទៀតឈប់ឲ្យពួកគាត់ជួយ like comment ហើយ share ហើយ follow TikTok Facebook YouTube ពួកយើងមួយដើម្បីឲ្យពួកយើងមានទឹកចិត្តក្នុងការផលិតវីដេអូផលិតល្អផ្សេងៗទៀតដែលជាចំណេះដឹងដល់បងប្អូនជាពលរដ្ឋទៀតតើតើជាមួយទៅនឹងបញ្ហាសុខភាពប្រព័ន្ធផ្លូវទឹកនោមជាមួយទៅនឹងបញ្ហាផ្លូវភេទឬក៏បញ្ហាបរោះយ៉ាហ្នឹងហើយបាទអរគុណជម្រាបលា